Hello hello ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចង់និយាយថានៅក្នុងនេះអត់ឃើញលឿងដោយសារខ្ញុំដាក់កាមេរ៉ានេះហើយនៅក្រៅសាច់ថៃខ្ញុំប្រឡាក់ជាមួយរមៀតដែរបងប្អូននៅលឿងល្អនេះគឺជាអីគេនំបញ្ចុកទឹកកាពិខ្ញុំវគ្គនេះដោយសារតែម្ហូបសាច់នៅក្នុងទូយើងក៏ផ្សាយសាក់មកបន្លែក៏មិនសូវសម្បូរបែបដែរមានតែព្រួយត្រីសាម៉ុនណាបងប្អូននេះព្រួយត្រីសាម៉ុនថ្ងៃហ្នឹងទិញបានធំល្អណាហើយជាមួយនឹងសាច់មាន់ខ្ញុំបេះថ្ងៃមុនខ្ញុំស្ងោរសាច់មាន់ហើយថាបេះវាទុកញោមទៅយងចេញញ៉ាំប៉ុន្តែរកទិញទៅយងជាអត់បានឥឡូវហ្នឹងក៏មកបល័យវាជាមួយនឹងនំបញ្ចុកទឹកកាពិហើយយើងលាយឈាមមកកូនដុំទៅណាបងប្អូនចឹងហើយហ្នឹងអាហារសម្រន់សម្រកការសម្រាប់របស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេនឹងបញ្ចុកទឹកកាពិជាមួយនឹងព្រួយត្រីសាម៉ុនចឹងដឹងថារសជាតិវាអូខេអត់ចឹងណាបងប្អូនព្រោះដល់យើងស្លសាច់ត្រីផ្សេងឬសាច់ជ្រូកសាច់មាន់អីចឹងទៅឥឡូវយើងដាក់ព្រួយត្រីសាម៉ុនសម្រាប់រសជាតិទឹកស៊ុបដាក់ម្ដេងល្មៀតលើលុបអញ្ចឹងឈ្ងុយល្មៀតហើយសាច់ត្រីសាច់អីហ្នឹងគឺជាតិអូខេធម្មតាអាចទទួលបានចាំមើលពេលភ្លុកញ៉ាំចង្អាញ់ប៉ុណ្ណានេះគឺជាការធ្វើនំបញ្ចុកទឹកកាពិដាក់ព្រួយត្រីសាម៉ុន